Print A3 on bypass tray. Canon Advance C5 to 4.0. តើឡើងមកមើលការ print bypass នៅលើម៉ាស៊ីន Canon laser អញ្ចឹង bypass ត្រូវបាត់ដៃនៅនេះអញ្ចឹងគាត់អាចតម្លាក់กระดาษចូលរត់กระดาษឲ្យស្មើណាពេលរត់ឲ្យត្រូវយ៉ាងមកខ្ញុំ print A3 អញ្ចឹងវា load វិស័យនៅលើនេះអញ្ចឹងបងប្អូនយក A3 អូខេតាក់ទងនឹង plan នេះអាស្រ័យលើស្បោងកម្ដៅបើមិនសូវចិត្តល្អទេយកអា5មក heavy តែខ្ញុំយកតែ plan ទៅបានហើយមកមើលនៅលើកុំព្យូទ័រដូចគ្នាចូលមកម៉ាស៊ីនបាទរបស់ខ្ញុំ52ខ្សែអញ្ចឹងចូលមក print setting ហើយរើសចាប់ដើមរើសទី1រើសមកខាងណាហើយប្រភេទกระดาษយើងយក A3 ទាំងពីរមកប៉ុណ្ណឹងហើយ print សខ្មៅយើង print សខ្មៅបន្តមកទៀតត្រូវ print ចេញពីត្រីបាតដៃយើងយក pack set up មក pack set up មកអមិននឹងយក paper soft នេះយក multi purpose tray ហ្នឹងគេហៅ MP ហ្នឹង multi purpose tray ត្រីបាតដៃអញ្ចឹងយើងបើមាន paper ថៃយើងរើស paper ថៃវាមក paper ថៃយើងមិន plan ធូរតែយើងយកទៅប៉ុណ្ណឹងមកយើងវាស៊ូមមកហើយ print បានហើយតែទៅហើយអញ្ចឹងមិនសឹងដើរនេះ load ទីទៅគេចាប់បានដែរចាស់ពណ៌បន្តិចដោយសារដែរបើកនេះទៅហើយហើយឆ្វាច់មកស្គលស្ថិតឲ្យប្រើអញ្ចឹងវា print តាមត្រីបាតដៃមានប៉ុណ្ណឹង